អ្នកបើកបរបានមកវិលចង្កូតយ៉ាងខ្លាំងដើម្បីគេចពីគ្រោះថ្នាក់ប៉ុន្តែរថយន្តរបស់គាត់បែរជាបុកចូលដៃសរសៃដែលដឹកលើរថយន្តធំដៃស្រួយទាំងនោះបានទម្លុះក្បាលរបស់គាត់ភ្លាមបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងប៉ុន្តែគ្មាននរណាម្នាក់បានកត់សម្គាល់ទេថានៅក្នុងកញ្ចក់មើលក្រោយមានស្រមោលស្ត្រីចម្លែកម្នាក់បានបង្ហាញខ្លួនឡើងផងដែរថ្ងៃបន្ទាប់សាកសពត្រូវបានដឹកត្រឡប់មកគ្លីនិកវិញនៅពេលឃើញសភាពសាកសពដ៏គួរឲ្យរន្ធត់នោះយ៉ារ៉ូក៏ធ្លាក់ចូលទៅក្នុងអារម្មណ៍សោកស្ដាយនិងស្ដីបន្ទោសខ្លួនឯងយ៉ាងខ្លាំងការពិតទៅនៅជប់មុនពេលអ្នកបើកបរចេញដំណើរគាត់បានបៀតបៀនផ្លូវភេទលើយ៉ារ៉ូដោយសារយ៉ារ៉ូទើបតែមកធ្វើការថ្មីគាត់មិនហ៊ានប្រាប់អ្នកណាទេហើយអាចត្រឹមតែស្ដីបន្ទោសនិងជេរប្រមាថបរិសុទ្ធនោះក្នុងចិត្តដោយសូម្បីតែគិតថាបើសិនគាត់ស្លាប់ទៅក៏ល្អប៉ុន្តែអ្នកណាទៅដឹងថាត្រឹមតែមួយយប់ប៉ុណ្ណោះបរិសុទ្ធនោះពិតជាស្លាប់ដោយគ្រោះថ្នាក់មែនទោះបីជាពីការបានព្យាយាមលួងលោមថាវាគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យក៏ដោយយ៉ារ៉ូនៅតែមិនអាចអភ័យទោសឲ្យខ្លួនឯងបានឡើយប៉ុន្តែអ្វីដែលពួកគេមិនទាន់ដឹងនោះគឺរឿងចម្លែកទាំងអស់ទើបតែចាប់ផ្ដើមប៉ុណ្ណោះពីថ្ងៃក្រោយមកបុគ្គលិកប្រម្នាក់ទៀតនៅក្នុងគ្លីនិកក៏ជួបរឿងអាក្រក់ដែរនៅយប់មួយបន្ទាប់ពីចប់ការងារភ្លើងក៏រលត់ភ្លាមបន្ទាប់មកសំឡេងជើងដើរជាច្រើនបានលាន់ឮជុំវិញគាត់នៅពេលងាកមើលក្រោយគាត់បានឃើញខ្មោចមួយកំពុងវារនៅលើពិដានទិដ្ឋភាពដ៏គួរឲ្យរន្ធត់នោះធ្វើឲ្យគាត់ភ័យស្លន់ស្លោហើយរត់ចេញពីផ្ទះភ្លាមប៉ុន្តែផ្លូវខាងមុខត្រូវបានកាត់ផ្ដាច់ដោយស្ទឹងតូចមួយដែលមានតែឈើមូលមួយដើមប៉ុណ្ណោះសម្រាប់ឆ្លងទៅម្ខាងទៀតបន្ទាប់ពីស្ទាក់ស្ទើរបន្តិចគាត់ក៏ដើរឡើងលើឈើនោះដំបូងអ្វីមើលទៅធម្មតាប៉ុន្តែពេលដល់ពាក់កណ្ដាលផ្លូវគាត់បានរអិលធ្លាក់ចុះសំណាងល្អដៃទាំងពីររបស់គាត់អាចចាប់ឈើជាប់បានទាន់ពេលទោះជាយ៉ាងណារឿងចម្លែកគឺខ្មោចនោះមិនបានសម្លាប់គាត់ភ្លាមទេក្រោយពេលរត់ត្រឡប់មកផ្ទះវិញគាត់ក៏នឹកឃើញថាខ្មោចដែលតាមលងគាត់នោះគឺជាគ្រូពេទ្យដែលបានស្លាប់នៅគ្លីនិកកាលពី5ឆ្នាំមុនការពិតទៅគ្រូពេទ្យនោះមិនបានធ្វើអត្តឃាតឡើយការស្លាប់របស់គាត់ត្រូវបានរៀបចំនិងបង្កើតជាភស្តុតាងคล้ายដោយរូបគាត់និងបរិសុទ្ធដែលទើបស្លាប់ក្នុងគ្រោះថ្នាក់នោះមុនពេលគាត់អាចគិតអ្វីបានច្រើនជាងនេះខ្មោចនោះក៏បង្ហាញខ្លួនម្ដងទៀតបន្ទាប់ពីមានមនុស្សស្លាប់ជាបន្តពីរនាក់យ៉ារ៉ូចាប់ផ្ដើមដឹងថាបើនៅទីនេះតទៅទៀតគាត់ក៏អាចក្លាយជាជនរងគ្រោះបន្ទាប់ដែរដូច្នេះគាត់បានយំស្រែកនិងស្នើសុំលាលែងពីការងារប៉ុន្តែពីការចង់បញ្ចប់ការសិក្សាឲ្យបានជោគជ័យដូច្នេះនាងបានសុំឲ្យយ៉ារ៉ូអត់ធ្មត់និងបន្តនៅជាមួយនាងមួយរយៈទៀតនៅជប់ដដែលរឿងចម្លែកក៏កើតឡើងម្ដងទៀតយ៉ារ៉ូកំពុងដំណេកដោយអារម្មណ៍មិនសូវស្រួលចេះតែរវើរវាយនៅពេលនោះខ្មោចកំពុងវាយឺតឡើងលើគ្រែរបស់ពីកាអណ្ដាតរបស់វាវែងខ្លាំងហើយទឹកមាត់កំពុងស្រក់ចុះជាបន្តបន្ទាប់យ៉ារ៉ូភ័យខ្លាចរហូតមិនហ៊ានបញ្ចេញសំឡេងសូម្បីតែមួយម៉ាត់ប៉ុន្តែខ្មោចនោះវាស្រាប់តែចាប់អារម្មណ៍លើគាត់ហើយចាប់ផ្ដើមវាមករកគាត់សំណាងល្អនៅវិនាទីសំខាន់បំផុតពីការបានដាស់គាត់ឲ្យភ្ញាក់ឡើងទើបគាត់ដឹងថាវាជាសម្បត្តិអាក្រក់មួយនៅយប់បន្ទាប់មិត្តប្រុសរបស់យ៉ារ៉ូបានមករកគាត់នៅកន្លែងស្នាក់នៅដោយមានបំណងចង់ស្និទ្ធស្នាលជាមួយគាត់ប៉ុន្តែយ៉ារ៉ូបានបដិសេធនិងដេញគាត់ចេញមិត្តប្រុសដែលកំពុងខឹងបានជិះម៉ូតូឆ្លងកាត់ព្រៃមួយនៅតាមផ្លូវគាត់បានឃើញស្ត្រីសក់វែងម្នាក់ឈរនៅចិញ្ចើមផ្លូវគាត់មិនបានដឹងឡើយថានាងមិនមែនជាមនុស្សរស់ទេដោយមានគំនិតមិនល្អនេះរៀនណាយមអេម៉ាញ៉ាំបានមកខមណាគាត់ក៏ឈប់ម៉ូតូហើយឲ្យនាងជិះពីក្រោយមិនយូរប៉ុន្មានគាត់ចាប់ផ្ដើមឃើញការយល់ច្រឡំមួយហើយគិតថាខ្លួនកំពុងជិះលើស្ពានយន្តមួយនៅពេលនោះស្ត្រីនោះបានអោបចង្កេះរបស់គាត់ហើយខ្សឹបប្រាប់ឲ្យបន្តជិះទៅមុខប៉ុន្តែអ្វីដែលគាត់មិនដឹងនោះគឺគាត់កំពុងបើកទៅកាន់ច្រាំងថ្មជ្រៅមួយទោះបីជាគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលនិងអាចរស់រានមានជីវិតក៏ដោយប៉ុន្តែគាត់បានក្លាយជាមនុស្សរុក្ខជាតិហើយមិនអាចដឹងខ្លួនវិញបានទៀតបន្ទាប់ពីទទួលដំណឹងយ៉ារ៉ូនិងពីកាក៏ប្រញាប់ទៅមន្ទីរពេទ្យប៉ុន្តែម្ដាយរបស់បុរសនោះបានហៅពីកាទៅនិយាយតែពីរនាក់នៅពេលឃើញភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរយ៉ារ៉ូក៏ចាប់ផ្ដើមសង្ស័យនៅទីបំផុតគាត់ក៏ដឹងថាពីកាគឺជាអតីតសង្សាររបស់បុរសនោះពេលដឹងការពិតនេះយ៉ារ៉ូខូចចិត្តយ៉ាងខ្លាំងហើយដើរចេញទាំងកំហឹងពីកាក៏ប្រញាប់រត់តាមពីក្រោយពេលណាជិះសមនេះមកប៉ុន្តែនេះព្រមនៅពីកិនមកបហ្វេស្ទីទីរឿងចាប់ហមយើងសាពីកាតាំងជាប់មកមិនទៅអបសិប្លាពេចានឌីរ៉ាខបូឌីប៉ាប់សាឌីម៉ាស៊ីដរហ្វាសជាវពេTarum. Saat aku putus sama Dimas, aku nggak mau dipaksa berhubungan badan sama dia, Rum. Dari itu pun sebelum aku berhijab, hijab kamu ini sangat jauh, bukan sangat supaya saya bukan. Aduh,
ក្រោយមក